យកមកម្នាក់គ្នាជាអ្នកតាមដានជាមួយនឹងគ្រួសារតកោតោះគឺតោះលេងហ្នឹងឯងហើយអ្នកគ្នាជាអ្នកស្ដាប់ជាមួយនឹងតោះលេង podcast ចឹងអ្នកគ្នាប្រកាសដឹងហើយ channel YouTube តោះលេងគឺមួយរយៈធំក្រោយនេះគឺបាត់ស្ងាត់ឈឹងយកហ្មងខ្វះតែ2ថ្ងៃទៀតទេគឺគ្រប់មួយឆ្នាំហើយដែលគាត់ផុសវីដេអូចុងក្រោយរបស់គាត់ហ្នឹងគឺផុសតាំងពីថ្ងៃ6តុលាមកម៉េះចឹងអ្នកគ្នាឥឡូវហ្នឹងគឺតោះលេងគឺអាចនឹងវិលមកវិញហើយចឹងអ្នកគ្នាកាលពី2ថ្ងៃមុនគឺគាត់បានផុសជាមួយនឹងរូបមួយនេះដែលមានចុចសកដាលហ្នឹងហើយមានផ្ទៃក្រហមគៀនហ្នឹងហើយអត់មានណាដឹងអត់មានណាយល់ថានឹងជាស្អីគេទេហើយគាត់ក៏បានផអបអសាទរជាមួយនឹង YouTube របស់គាត់បាន 100k subscriber ផងដែរ congratulations to តោះលេងហើយក្រោយមកទៀតគឺថ្ងៃ4នេះតែម្ដងគឺថ្ងៃ4តុលាឆ្នាំ2025នេះគឺគាត់បានផុសជាមួយនឹងរូបមួយនេះគឺបញ្ជាក់ថាពួកគាត់កំពុងតែធ្វើ podcast online លើ Discord ដែលពួកគាត់ថាបោកទេតែចាំមើលសិនទៅបើមិនដឹងមិនមកដែរអាចនឹងបោកទៀតក៏មិនដឹងដែរចឹងអ្នកគ្នានេះគឺជាតំណែងល្អមួយសម្រាប់គ្រួសារប្រជាយើងដែលជាអ្នកតាមដានជាមួយនឹងគ្រួសារតកោតោះហ្នឹងឯងចឹងអ្នកគ្នាតោះលេងអាចនឹង back មកនៅក្នុងពេលឆាប់នេះហើយឬក៏ថ្ងៃ6ដែលជាថ្ងៃផុសវីដេអូចុងក្រោយហ្នឹងក៏ថាបានមានចាំមើលសិន